ជំរាបសួរបងប្អូនជនរួមជាតិខ្មែរជាទីស្រឡាញ់ក្នុងឱកាសដ៏មានន័យនេះខ្ញុំសូមអនុញ្ញាតណែនាំខ្លួនមកកាន់បងប្អូនទាំងអស់គ្នាមិនមែនក្នុងនាមជាអ្នកចេះដឹងខ្ពង់ខ្ពស់ឬអ្នកមានបុណ្យស័ក្តិអីឡើយប៉ុន្តែក្នុងនាមជាអ្នករួមដំណើរម្នាក់ដែលមានបេះដូងស្រឡាញ់ជាតិនិងចង់ឃើញស្នាមញញឹមពិតប្រាកដនៅលើផ្ទៃមុខរបស់បងប្អូនគ្រប់រូបជីវិតនិងកាយងាររបស់ខ្ញុំគឺប្រៀបដូចជាដំណើររបស់សត្វអណ្ដើតក្នុងរឿងនិទានដែលយើងធ្លាប់ឮពីមុនមកដូច្នោះដែរភាពអត់ធ្មត់និងគោលដៅច្បាស់លាស់អណ្ដើតមិនមែនជាសត្វដែលរត់លឿនស្លែនោះទេប៉ុន្តែវាជាសត្វដែលមានគោលដៅច្បាស់លាស់បំផុតទោះបីជាត្រូវដែរយឺតមួយជំហានម្ដងក៏វាមិនដែលបោះបង់ចោលពាក់កណ្ដាលផ្លូវដែរខ្ញុំក៏ដូច្នោះដែរខ្ញុំជឿជាក់លើភាពហ្មត់ចត់ការតស៊ូនិងការធ្វើសកម្មភាពដោយភាពអត់ធ្មត់ដើម្បីនាំមកនូវផលប្រយោជន៍ជូនបងប្អូនទាំងអស់គ្នាទោះត្រូវប្រើពេលវេលាយូរប៉ុណ្ណាក៏ដោយភាពរឹងមាំចេញពីខាងក្នុងសម្បកអណ្ដារតការពារវាពីខ្យល់ព្យុះនិងសត្រូវយ៉ាងណាឆន្ទៈនិងភាពស្មោះត្រង់របស់ខ្ញុំក៏នឹងក្លាយជាខែលការពារផលប្រយោជន៍និងសេចក្តីសុខរបស់បងប្អូនយ៉ាងនោះដែរដើរដោយភាពជឿជាក់មិនមែនដោយការប្រកួតប្រជែងជោគឈ្នះជាមួយនរណាឡើយប៉ុន្តែដើម្បីដើរទន្ទឹមគ្នាជាមួយបងប្អូនទៅកាន់គោលដៅនៃសុភមង្គលនិងការរីកចម្រើនពិតប្រាកដដំណើរដ៏វែងឆ្ងាយតែងចាប់ផ្ដើមពីជំហានដំបូងដ៏រឹងមាំទោះបីយើងដើរយឺតបន្តិចក៏សំខាន់ឲ្យតែយើងមិនឈប់ដើរហើយដើរលើផ្លូវដែលត្រឹមត្រូវខ្ញុំសូមសន្យាថានឹងនៅក្បែរបងប្អូនស្ដាប់រាល់ទុក្ខកង្វល់និងរួមសុខរួមទុក្ខជាមួយគ្នាដោយសត្វអណ្ដើតដែលតស៊ូដល់ទីដៅដោយមិនរុញរាដោយក្តីគោរពនិងស្រឡាញ់បំផុតពីបេះដូងរបស់ខ្ញុំសូមជូនរឿងដំឡៅសត្វអណ្ដើកភាគទី1នៅក្រោមពន្លឺព្រះអាទិត្យពណ៌មាសដែលកំពុងអើតតាមជើងមេឃកូនអណ្ដើកតូចមួយដែលមានឈ្មោះថាសន្តិបានញាស់ចិនពីសម្បកពួងរបស់វានៅលើឆ្នេរខ្សាច់ដ៏ធំល្វឹងល្វើយសម្រាប់កូនអណ្ដើកដទៃទៀតគោលដៅគឺរត់ឲ្យលឿនបំផុតទៅកាន់សមុទ្រដើម្បីរួចពីមាត់សត្វក្អែកប៉ុន្តែសន្តិបែរជាឈប់សម្លឹងមើលជុំវិញខ្លួនដោយការគិតសន្តិព្យាយាមវាយឺតខណៈដែលកូនអណ្ដើកដទៃទួតរត់វ៉ាដាច់អស់ក្អែកធំមួយបានហោះចូលមកជិតរៀបនឹងចឹកសន្តិក៏សម្រេចចិត្តទម្លាក់ខ្លួននិងលាក់ក្បាលចូលក្នុងសម្បកយ៉ាងជិតសន្តិគិតក្នុងចិត្តថាតើការកាត់មកជាអណ្ដើកគឺដើម្បីតែរត់គេចនិងភ័យខ្លាចបែបនេះឬបើខ្ញុំគ្មានជើងលឿនដោយទន្សាយតើខ្ញុំអាចរកបានដោយរបៀបណាក្នុងពេលនោះសំឡេងក្រហមតិចរបស់អណ្ដើកចាស់បានបន្លឺឡើងពីក្រោមដីខ្សាច់ក្បែរនោះចៅអើយភាពរឹងមាំមិនមែនស្ថិតនៅលើល្បឿននៃជើងនោះទេតែវាស្ថិតនៅលើភាពអត់ធ្មត់និងការស្គាល់អាវុធរបស់ខ្លួនឯងសន្តិអើតក្បាលចេញបន្តិចទាំងញ័រថាតើលោកតាជាអ្នកណាហើយអាវុធរបស់ខ្ញុំគឺជាអ្វីទៅបើខ្ញុំវាយឺតយ៉ាងនេះតាអណ្ដើកអាវុធរបស់ឯងគឺសម្បកដែលឯងកំពុងពាក់នេះឯងក្អែកអាចចឹកឯងបានបើឯងព្យាយាមរត់ប៉ុន្តែវាមិនអាចធ្វើអ្វីឯងបានឡើយបើឯងចេះប្រើសម្បកការពារនេះឲ្យត្រូវពេលក្នុងโลกនេះអ្នកដែលលឿនជាងគេមិនមែនសុទ្ធតែជាអ្នកដែលទៅដល់មុនគេនោះទេគាត់បន្តកុំប្រៀបធៀបចំណុចខ្សោយរបស់ខ្លួនឯងភាពយឺតទៅនឹងចំណុចខ្លាំងរបស់អ្នកដទៃភាពលឿនចៅប្រុសមេដឹកនាំល្អត្រូវស្គាល់ពីធនធាននិងសមត្ថភាពពិតប្រាកដរបស់ខ្លួនការចេះលាក់ខ្លួនបន្ថាខ្លួននៅកាលៈទេសកៈគ្រោះថ្នាក់គឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាតមិនមែនជាភាពកំសាកនោះទេសន្តិបានឆ្លងផុតពីមាត់ក្អែកដោយសារការប្រើសម្បកការពារតាមដំបូលម៉ានតាបញ្ញាប៉ុន្តែនៅពីមុខគេមិនមែនមានតាសមុទ្រទេគឺមានបំណែកថ្មមុតស្រួចនិងសម្រាមដែលមនុស្សបោះចោលសន្តិត្រូវសម្រេចចិត្តថាតែត្រូវដើរផ្លូវណាបន្ទាប់ពីឆ្លងផុតគ្រោះពីសត្វក្អែកសន្តិបានបន្តវាឆ្ពោះទៅរកសមុទ្រប៉ុន្តែតាមផ្លូវនោះគេបានជួបនឹងកូនក្តាមមួយក្បាលឈ្មោះថាកន្ត្រៃ
ដែលកំពុងជួបអន្ទះក្នុងសំណាញ់ចាស់មួយដែលគេបោះចោលនៅលើឆ្នេរខ្សាច់កន្ត្រៃព្យាយាមលឿបំរាស់យ៉ាងខ្លាំងតែមិនអាចចេញរួចចំណែកសត្វដទៃទៀតដែលរត់កាត់នោះមិនមានអ្នកណាចង់ឈប់ជួយឡើយព្រោះខ្លាចយឺតដំណើរសន្តិវាទៅដល់ក្បែរកន្ត្រៃទោះបីជាខ្លួនឯងយឺតនឹងត្រូវប្រញាប់ទៅរកទឹកសមុទ្រដើម្បីសុវត្ថិភាពប៉ុន្តែសន្តិបានសម្រេចចិត្តឈប់គេប្រើចម្ពុះដ៏រឹងមាំរបស់គេសន្សឹមខំផ្ទាច់សនែងសមុទ្រម្ដងម្នួយកន្ត្រៃនិយាយទាំងដង្ហក់ប្រញាប់ឡើងមិត្តក្អែកវានឹងត្រឡប់មកវិញមិនខានឯងវាយឺតស្រាប់ហើយបើនៅជួយបែបនេះឯងនឹងត្រូវស្លាប់ទាំងពីរនាក់ជាមិនខានសន្តិឆ្លើយដោយសំឡេងស្ងប់ងាត់ដៃនៅតែបន្តជួយបើខ្ញុំរត់ទៅម្នាក់ឯងខ្ញុំប្រហែលជារស់តែចិត្តខ្ញុំនឹងត្រូវស្លាប់ដោយសារភាពអាត្មានិយមបើពិភពលោកនេះមានតែអ្នកលឿនហើយមិនមានអ្នកចិត្តធម៌តើវាមានន័យអ្វីទៅកន្ត្រៃតែឯងជាអណ្ដើកតើឯងអាចធ្វើអ្វីបានទៅឯងគ្មានកម្លាំងដូចខ្លាគ្មានល្បឿនដូចទន្សាយផងសន្តិមែនហើយខ្ញុំគ្មានល្បឿនតែខ្ញុំមានភាពម៉ត់ចត់សណាញ់នេះរឹងណាស់បើឯងរើខ្លាំងវានឹងមុតសាច់តែបើខ្ញុំខំវាដោយការអត់ធ្មត់វានឹងដាច់ក្រោយពេលសណាញ់ដាច់កន្ត្រៃក៏មានសេរីភាពកន្ត្រៃអរគុណឯងណាស់សន្តិយើងធ្លាប់តែគិតថាភាពយឺតជារឿងអាក្រក់តែថ្ងៃនេះភាពយឺតរបស់ឯងបានសង្គ្រោះជីវិតយើងចាប់ពីថ្ងៃនេះទៅយើងគឺជាមិត្តនឹងគ្នាសប្បុរសធម៌មិនត្រូវការល្បឿនទេគឺត្រូវការចាត់ការជួយអ្នកដទៃក្នុងក្រាក្រគឺជាការសាងគ្រឹះនៃមិត្តភាពដ៏រឹងមាំសន្តិតបមេដឹកនាំល្អមិនមែនមើលរំលងអ្នកទុនខ្សោយដើម្បីតែគោលដៅផ្ទាល់ខ្លួននោះទេការចេះបង្អាំងដំណើរដើម្បីសាងទំនាក់ទំនងនឹងជួយសមាជិកក្រុមនិងបង្កើតបានជាភក្ដីភាពដែលលុយមិនអាចទិញបានឡើយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានវីដេអូនេះហើយយើងនឹងជួបគ្នានៅវគ្គបន្ត